បងព្រះស្ដេចតើសុខសប្បាយដែរទេមានការអីផ្ដាំមកចូលដល់យើងឲ្យឯងប្រកុលព្រលឹងលោកតាតកូលសៀងមកវិញបាទថ្នាក់លើមិនទោសទុកឲ្យយើងទៅទុកខុសត្រូវចុះរបស់ស្រីព្រះនិយាយលេខសាយពេកហើយឥឡូវនេះខ្ញុំនឹងអនុញ្ញាតពីអាខ្មៅនិងអាសតទៅចាត់ការរឿងនេះអរគុណហើយបើអញ្ចឹងទៅសិនហើយនេះមានរស័យកាលឡើងទៅដូចជាដេកយល់សពយ៉ាងអញ្ចឹងអាយ៉ាមិញនេះណាម៉ាក់ឃើញមានមនុស្សសម្អល់ខ្មៅមួយចូលមកហើយក៏នាំម្នាក់ចូលមកដែរសំទានសំអុយបាញ់មិនឲ្យបាននិយាយស្អីធ្វើលោកតាភ្ញាក់ដល់ខ្លួនមែនទេឥឡូវនេះតាឲ្យនិយាយស្អីលោកតានេះពិតជារស់ឡើងវិញលីលោកម្ចាស់លេខសម្ងាត់គឺលេខប្រមាណកុំឲ្យលោឡាបាត់ទេលោកតាទៅភ្ញាក់ពួកឯងនៅស្ងៀមតិចទៅបាត់ទេចានាងបាត់មកទៅលោកតាតាលេខសម្ងាត់លេខប្រមាណ0 96 លោកតាភ្ញាក់ឡើងកុំរំអីលោកតាគ្រាន់តែសុខភាពខ្សោយពេកដេកស្លាប់មួយសន្ទុះសម្រាប់ពីថ្ងៃក្រោយហើយលោកតាហ៎នេះជារបស់ស្អីជាសាយឬក៏កាតធនាគារបើទៅប្រកាសជាដឹងហើយលិខិតអញ្ជើញលោកតាចាត់ទុករបស់នេះជាវត្ថុទៅហ៎លិខិតអញ្ជើញក្លឹបលីងជូក្លឹបលីងជូតើជាស្អីទៅណោះផ្លោងធំមិនត្រូវនិយាយពីប្រាទេក្លឹបលីងជូជាក្លឹបធម្មតាមិនអាចប្រើពាក្យអាក្រក់បានទេបើសិនតាសឿខុងដឹងពួកឯងប្រកាសជាគ្មានជីវិតរស់ទេតាសឿខុងលោកនិយាយនេះគឺស្នាក់ការកណ្ដាលនៃនិកាយរបស់តាសៀតាសឿខុងមែនទេរឿងនេះគួរតែនិយាយពីកាលពី3ឆ្នាំមុនបាតុភូតឋានសួគ៌បួងគុជវិឃាមកគ្រប់មានផ្ទៃពោះនឹងកើតកម្លាំងផ្សេងដែលកើតមកដោយកំពុងតែប្រជែងគ្នាតាសឿខុងដឹកនាំក្រុមកូនចៅហើយប្រយុទ្ធឈ្នះនឹងសត្រូវហើយបានដាក់គុជព្រះវិហារសួគ៌នេះនៅក្នុងខាងប៉ៅរបស់គេហើយ3ឆ្នាំក្រោយនឹងរៀបចំកិច្ចប្រជុំជូរឡើងពួកគេប្រមូលផ្ដុំគ្នាធ្វើសន្និសីទមួយខ្ញុំយល់ហើយបើមានលក្ខណៈអញ្ជើញនេះហើយគ្រួសារសៀយើងអាចចូលរួមនៅក្នុងក្លឹបលីងជូបានដល់ពេលនោះតោងជាប់នឹងនរណាម្នាក់ក្នុងចំណោមពួកគេអញ្ចឹងគ្រួសារសៀយើងប្រកាសជាអាចហល់ល្មិចពិតជាល្អហើយបើអញ្ចឹងពួកយើងនឹងខ្លាយទៅជាអ្នកមាននៅលើលក្ខណៈអញ្ជើញនេះសរសេរដូចជាឈ្មោះលីងនៅលើលក្ខណៈអញ្ជើញនេះសរសេរដូចជាឈ្មោះលីងនោះវាយ៉ាងម៉េចយើងក៏ជាលោកម្ចាស់នៃគ្រួសារសៀវយើងមានសិទ្ធិសម្រេចលក្ខណៈអញ្ជើញនេះអ្នកណាជាម្ចាស់វាលីងស៊ីងបានហើយខ្ញុំមកខ្វល់ពីរឿងទាំងអស់នេះទេខ្ញុំគ្រាន់តែចង់ថែរក្សាលោកតាឲ្យបានល្អតោះយើងនាំលោកតាទៅផ្ទះឈប់សិនចង់នាំលោកម្ចាស់ទៅណាមុននឹងទៅត្រូវធ្វើកិច្ចសន្យាមួយសិនបកគលឲ្យកូនប្រុសរបស់យើងដើម្បីថ្ងៃក្រោយកុំឲ្យមានអ្នកលើករឿងនេះមកនិយាយទៀតត្រូវតែធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវយល់ទេត្រូវហើយលិខិតសន្យាត្រូវតែសរសេរមិនចឹងទេកុំចេញទៅឲ្យសោះពួកឯងកុំធ្វើជ្រុលហូបពេកគ្រាន់តែសរសេរលិខិតមួយច្បាប់បាក់នេះនិយាយត្រូវមើលទៅនាងនិយាយមួយហើយគឺមានន័យផ្សេងហត់និយាយខ្លាំងណាស់ក្នុងចិត្តគិតយ៉ាងណានោះហើយដូចក៏គាត់ធ្វើបែបនេះអញ្ចឹងរឿងលិខិតអញ្ជើញមកវិញចាំនិយាយទៀតនៅមុននេះពួកគេប្រហែលជាភ្លេចអីអស់ហើយមើលទៅអាអ្នកសុំទានសំអុយចង់លេងល្បែងស្អីទៀតហើយលោកតាគាត់ផ្ញើហើយសូមបងធ្វើតាមសន្យាលោតពីកន្លែងនេះទៅមើលឯងនិយាយមិនបាច់មិញនេះយើងគ្រាន់តែនិយាយពាក្យលេងសើចប៉ុណ្ណោះហេតុអីក៏អាស្មោយសុំទានឯងចាត់ទុកជាការពិតតែនេះមានតែងងទេដែលជឿនោះមកនិយាយពីកិច្ចសន្យាសិនទៅបើមិនចឹងណែអាយ៉ាឈឺលេងឯងសុំទានសំអីឯងចង់ធ្វើស្អីកូនប្រុសជើលេងបាញ់មិញយើងបាននិយាយគ្នារួចហើយតើដោយសារតែអ្នកមិនចង់បានភាពរំទុំអញ្ចឹងយើងនឹងជួយឯងកូនប្រុសអាអ្នកសុំទានសំអីថ្ងៃនេះយើងបដូរស្លាប់រស់ជាមួយឯងហើយលោកម្ចាស់គ្រួសារសៀវខ្លួនឯងទៅឬក៏ចង់ឲ្យយើងជួយអាសុំទានសំអុយយើងប្រាប់ណាឯងកុំហួសហេតុពេកដែលធ្លាប់លឺលំអឆ្កែឈួតទេគេជាមិត្តភក្តិរបស់យើងតែទៅគេមកឯងប្រកាសជាល្អមើលហើយមើលទៅលោកម្ចាស់គ្រួសារសៀវគិតមើលតែសមរម្យដែរទេឯងមកមិនអីទេខ្ញុំជួយមកកុំពិបាកចិត្តអីពួកគេមិនសមទេលោកគ្រូអាយ៉ាយើងមិនភ្លេចថាមានលោកម្នាក់ទៀតមិញលោកហៅយើងជាស្អីគឺលោកគ្រូលោកហៅយើងថាស្អីទៅគឺលោកគ្រូយកប្រឡូកក្នុងវិជ្ជាពេទ្យច្រើនឆ្នាំអះអាងថាគ្រូជំនាញផ្នែកពេទ្យតែថ្ងៃនេះខ្ញុំឃើញជំនាញរបស់ខ្ញុំគ្រាន់តែមានជំនាញតូចតាចប៉ុណ្ណោះគឺចាញ់លោកគ្រូឆ្ងាយណាស់សូមគោរពលោកគ្រូដែលមានជំនាញពីការស្លាប់រស់ឡើងវិញខ្ញុំសុខចិត្តបម្រើលោកឆ្វេងស្ដាំទទួលគោរពលោកហើយលោកឆាប់ក្រោកឡើងមកខ្ញុំបាននិយាយហើយតាមពិតខ្ញុំគ្មានជំនាញគ្រូអីទេលោកគ្រូបើមិនទទួលសើទេថ្ងៃនេះសិនរលត់ជង្គង់ស្លាប់នៅទីនេះក្រឡើងសិនទៅប្រាប់ខ្ញុំពីអ្វីដែលកើតឡើងនៅលើកិច្ចប្រជុំលើកនេះមកណាមកអរគុណលោកគ្រូតាសឿខុងកិច្ចប្រជុំលីងជូយើងកំពុងតែបារម្ភនឹងថារោគណែណាឥឡូវរោគដល់ខ្លួនឯងកំពុងរអ៊ូស្អីហ្នឹងបងមិនបាច់ខ្វល់ពីរឿងអយុត្តិធម៌ស្អីនោះទេហើយខ្ញុំក៏មិនចាប់អារម្មណ៍នឹងលីជូអីនោះដែរយើងរស់នៅជីវភាពប៉ុណ្នេះជីវភាពធម្មតាទៅគឺបានហើយក្មេងស្រីល្ងងនាងប្រកាសជាមានសុភមង្គលយ៉ាងទៀតថ្ងៃក្រោយរត់តែមានសុភមង្គលជាងនេះពេលនេះខ្ញុំមានសុភមង្គលណាស់ទៅហើយគឺមានវិជ្ជាបណ្ឌិតថែទាំមានបងជាអ្នកស្រឡាញ់ខ្ញុំជីស្រីមានសំណាងជាងគេលើលោកលេងមានតែចិត្តចុះខ្ញុំប្រកាសជាអាចធ្វើនេះឡើងឋានសួគ៌វិញហើយមានសុភមង្គលជារៀងរហូតទោះបីជាខ្ញុំអាចទៅជាមួយនឹងយើងគ្រប់វិនាទីលេងថ្ងៃស្អែកបងចេញទៅរៀបចំកិច្ចការខ្លះហើយប្រហែលជាយកបន្តិចទៅមកវិញនាងនៅផ្ទះចាំបងណា
ខ្ញុំនៅផ្ទះចាំបងជារៀងរហូត ចម្លែកមែននៅទីនេះមិនក៏មានចំហាយ3សាច់អាកញ្ចាស់ចាំងបាននិយាយហើយគេមិនបង្ហាញខ្លួននៅតាមរលោកទេ លីងស៊ីងលីងស៊ីង លីវ៉ាន់អើ ពិតជាឯងមែនបងលីងស៊ីងហេតុអីក៏មកក្លឹបលីជូដែរមិនក៏មិនទៅខាងនោះ ខ្ញុំចង់នៅទីនេះមើលបន្តិចទៀតបានទៅ មិនត្រូវទេខ្ញុំទីមើលបងប្រហែលជាគ្មានលិខិតអញ្ជើញទេនៅចិត្តពេកខ្លាចគេត្រូវឆែកឆេរមកមើល ត្រូវបាននាងមើលឃើញហើយប៉ុន្តែនាងមានលក្ខខណ្ឌអញ្ជើញតែមួយសន្លឹងប្រកាសជាគ្មានចូលបាយនំខ្ញុំទៅទេ យករបស់ខ្ញុំទៅទេ បានអញ្ចឹងដូចជាមិនល្អទេ ពីមុនបងធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំពិតជាថ្លែងអំណរគុណចំពោះបងគ្រាន់តែលិខិតអញ្ជើញមួយប៉ុណ្ណោះគេចិត្តដេញថ្លៃហើយបងឆាប់ចូលទៅ អរគុណហើយ អើយលោកលេងខ្ញុំទៅលិខិតអញ្ជើញខ្ញុំបានឲ្យទៅលោកហើយតែលោកអាចឲ្យខ្ញុំទៅបានទេ ហ៎តែមានរស័យទៅហេនេះគឺវ៉ាន់អឺតើតែមានរស័យកាលឡើង គាត់បានរកលិខិតអញ្ជើញខ្ញុំបានឲ្យលិខិតអញ្ជើញទៅគាត់ហើយប៉ុន្តែគាត់នៅប្រើដៃជើងជាមួយខ្ញុំទៀត អាំស៊ីឯងនៅជាមនុស្សទេសូម្បីលក្ខខណ្ឌអញ្ជើញក៏ឯងហ៊ានដណ្ដើមឯងចង់មកឆោតនៅទីនេះមើលតែឯងមិនចង់រស់ទេត្រូវហើយប្រហែលជាចង់រស់ទេ បងធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំឲ្យលិខិតអញ្ជើញទៅបងបានហើយហេតុអីក៏បងចាំបាច់ធ្វើបាបខ្ញុំទៀត លិខិតអញ្ជើញនេះណាគឺនាងឲ្យខ្ញុំមិននេះតើនិយាយប្រាពេលថ្ងៃភ្លឺយ៉ាងនេះហ៊ានឆក់របស់គេហើយជាមនុស្សមិនចិត្តទុច្ចរិតឥឡូវចាំបកាយទៀតឯងស្មានអ្នកនៅទីនេះសត្វតែមនុស្សដូចឯងគឺឯងទៀតហើយបើឯងចង់និយាយក៏ហកក៏រកហេតុផលឲ្យសមបន្តិចទៅអ្នកណាមិនដឹងលិខិតអញ្ជើញរបស់ក្លឹបលេងជូគឺមានតម្លៃតែអ្នកណាសុខចិត្តឲ្យគេនោះចប់ប្លន់របស់គេហើយនៅបកាយទៀតអីមិនចេះខ្មាស់គេទេអីមនុស្សប្រភេទនេះមិនគួរលើកលែងទេមិនណាបាយគេស្លាប់ទៅបាយគេស្លាប់ទៅការគេជម្រាបទៅអ្នកទាំងអស់គ្នាស្ងាត់តិចលេងសិញសុខសប្បាយជាទេអ្នកប្រជាងពិតជាអ្នកដឹកនាំដ៏ល្អម្នាក់រឿងនេះរៀបចំបានល្អណាស់ម្យ៉ាងទៀតរៀបចំតួសម្ដែងយ៉ាងល្អទៀតផងស្ទើរតែត្រូវគេបោកបញ្ឆោតទៀតផងណា បងប្រុសលីងសេងបងមានគុណជួយសង្គ្រោះជីវិតខ្ញុំពិតជាអរគុណបងខ្លាំងណាស់ប៉ុន្តែលិខិតអញ្ជើញខ្ញុំនេះបានទៅឲ្យបងហើយបងមិនគួរណាមុនបង្កាច់ខ្ញុំទេអ្នកនាងបាន70%ស្ថយ៉ាងនេះមនុស្សបែបនេះបែកជាមុនបង្កាច់អ្នកដទៃខ្ញុំមិនជួបមនុស្សបែបនេះទេថ្ងៃនេះត្រូវតែឲ្យគេលុតជង្គង់ចុះដើម្បីសុំទោសអ្នកនាងបាន100ដងបើសិនជាខ្វះតែមួយថ្ងៃក៏មិនអាចចាក់ចេញបានដែរមិនដែរត្រូវតែលុតជង្គង់តែលុតជង្គង់ចុះលេងសេងឯងប្រយុទ្ធមិនឈ្នះយើងថ្ងៃនេះបើមិនលុតជង្គង់ឯងនឹងស្លាប់គ្មានផ្លូវជ្រើសរើសទេបងប្រុសលីងសេងកាលមុនបងធ្លាប់ជួយជីវិតខ្ញុំឥឡូវនេះខ្ញុំជួបដំណើរបងទៅស្លាប់តើយុត្តិធម៌ទេពួកឯងស្មានតែល្បិចកំពឹកកំពុកនេះអាចធ្វើឲ្យយើងបានខំប្រឹងធ្វើពុតនៅទីនេះខ្ញុំទទួលស្គាល់ប្រហែលថ្ងៃមុនឯងប្រើល្បិចស្ពិនភ្នែកកុហកពួកយើងចាត់ទុកឯងគ្រាន់បើប៉ុន្តែថ្ងៃនេះទីនេះគឺជាក្លឹបបញ្ជូបើហ៊ានកម្រាស់បន្តិចសាមើលទៅគឺយើងវាយហើយអ្នកប្រជែងអ្នកទាំងអស់គ្នាសូមវិនិច្ឆ័យមើលអ្នកប្រជែងនិយាយហេតុផលជាមួយគេវាយអ្នកប្រជែងទៅវិញអ្នកណាអាចទ្រាំបានអ្នកទាំងអស់គ្នាកុំឈរនៅស្ងៀមថ្ងៃនេះពួកយើងត្រូវតែស្វែងរកយុត្តិធម៌មិនដែរទេត្រូវស្វែងរកយុត្តិធម៌ឈប់សិនពួកយើងរងចាំជួបអ្នកណាំសាជីងហុងคลิปលេងជូនឹងបើកពេលឆាប់ៗនេះតែពួកឯងបង្កសម្លេងរំខានដល់លោកតាសឹងខុងពួកឯងហ៊ានទទួលខុសត្រូវទេពួកខ្ញុំគ្មានចេតនាបំពេញទេតែគេមិនគោរពច្បាប់លួចប្លន់នៅកន្លែងបរិសុទ្ធនេះធ្វើច្បូកច្បល់ព្យាយាមធ្វើកាយប្រកាន់សំរុំចំពោះអ្នកនឹងបានអ៊ីពួកយើងមិនអាចទ្រាំបានទេដូច្នេះពួកយើងក៏រិះគន់គេទៅសម្រាប់ការណែនាំសាជីងហុងសម្ដីអ្នកប្រជែងពិតជាត្រឹមត្រូវពួកយើងអាចធ្វើសាស្អីបានណែនាំសាជីងហុងតាមពិតទៅខ្ញុំមិនចង់ធ្វើអ្វីគាត់ទេប៉ុន្តែបងប្រុសជីងស៊ីងនេះមកដណ្ដើមលិខិតអញ្ជើញរបស់ខ្ញុំក្នុងคลิปជីងជូនេះសូមបញ្ជាក់ឲ្យឃើញថាគាត់មិនបានគោរពលោកតាសឿខុងនោះទេពួកគេនិយាយនោះសុទ្ធតែជាការពិតទេពិតឬមិនពិតចំពោះខ្ញុំគ្មានបញ្ហាទេ